បាទបងប្អូនឥឡូវនេះខ្ញុំមកទៀតហើយថ្ងៃនេះរឿងប្លែកតិចទៀតហើយបាទដោយសារថ្ងៃនេះយើងមានមាន់ចំនួន1ហើយមាន់នេះយើងសម្រេចចិត្តថាធ្វើមាន់អំបិលម្ទេសឥឡូវនេះយើងចាប់ផ្ដើមបុកអំបិលម្ទេសហើយឥឡូវនេះចាប់ផ្ដើមដាក់ម្ទេសដាក់ស្ករដាក់រ៉ូឌីបន្តិចប៉ុន្តែយើងដាក់ឲ្យប្រៃពេកដោយសារយើងមានទឹកជ្រលក់វាផ្សេងទៀតបាទយើងចាប់ផ្ដើមបុកវាបានហើយយើងចាប់ផ្ដើមថែមទឹកស៊ីអ៊ីវទៅឲ្យវាមានពណ៌ហើយនឹងប្រេងខ្យងយើងដាក់វាឲ្យវាមានពណ៌ឆើតឆាយតិចទៅយើងយកវាមកលាបលើមាន់ដែលកំពុងតែរងចាំនេះបាទហើយយើងចាប់ផ្ដើមវីវាឲ្យវាបែកគ្រឿងវាបន្តិចមកយើងចាប់ផ្ដើមយកមាន់យើងយកមកលាបចាប់ផ្ដើមលាបវាមានពណ៌ល្អបន្តិចដល់ពេលយើងអាំងទៅវាពណ៌ស្អាតវាទៅនៅហូបហើយយើងដាក់អស់ហើយយើងចាប់ផ្ដើមប្រឡូសពោកប៉ាក់ដៃយើងដាក់តែម្ដងទៅយើងចាំបាច់សភាអីបាទយើងហូបតែយើងសោះហើយយើងចាប់ផ្ដើមប្រឡាក់គ្រឿងហើយយើងចាប់ផ្ដើមដាក់លើចង្អើរយើងចាប់ផ្ដើមដាក់អាំងវាហើយភ្លើងវាខ្លាំងពេកយើងដាក់ឲ្យខ្ពស់នេះមកវាខ្លោចឥឡូវនេះយើងចាប់ផ្ដើមទៅបុកទឹកត្រីកោះកុងម្ដងតោះតែយើងបុកហើយហ្នឹងវាបានឆ្អិនមួយចំហៀងឥឡូវនេះយើងចាប់ផ្ដើមដាក់ស្ករដាក់អំបិលដាក់ក្រូចតាមចំណង់ចំណូលចិត្តចង់ជូរចង់មិនសូវជូរតាមចិត្តបងប្អូនឥឡូវនេះយើងបានដាក់ទឹកត្រីដាក់អីរួចអស់ហើយភ្លក់មួយសិនបាទឥឡូវភ្លក់ទៅវាថាឆ្ងាញ់ហើយយើងចាប់ផ្ដើមចាក់វាទុកម្ដុំមកយើងទៅប្រែមាន់ឥឡូវគេថាមាន់យើងវាបានឆ្អិនមកចាហៀងហើយវាមិនឆ្អិនខ្លាំងពេកវាឆ្អិនបានលំតាមប្រែគាត់កំពុងអាំងឈ្ងុយថាគោរត់ស្ដៅមកបានម្ចាស់គេមកគៀងទៅវិញបាទវាចង់មកខ្លែមមាន់ដែរគេគោចង់ហូបមាន់ឥឡូវនេះអាំងស្រាប់តែមើលមេឃមកប្រយចិត្តទៅវីដេអូណាក៏ដូចវីដេអូណាដែរបាទមើលទៅវាចប់ចង់ជាប់ដើមឥឡូវគាត់ថាឆ្អិនញ៉ាំមួយប៉ាបានខ្ទង់ 50% ឯងបាទឥឡូវចាប់ផ្ដើមហូបបើអីមេឃវាធ្វើຕົកបុកម្នេញខ្ញុំដល់កហើយឥឡូវនេះគេថាឆ្អិនវាឆ្អិនដែរបាទតែគាត់ថាវាយើងអាំងខ្ពស់ទៅវាអត់សូវឃើញក្រហមតែវាឆ្អិនសាច់វាផុយអស់តែគាត់ថាយើងយករតនាឆ្អិនមកព្រោះអីឲ្យចាហៀងនឹងឆ្អិននៅតែហាំងមកឥឡូវយើងចាប់ផ្ដើមហូបមកចាហៀងឲ្យបងប្អូនមើលតិចទៅកុំឲ្យថាមិនបានហូបឥឡូវមេឃចាប់ផ្ដើមតក់មកហើយពិបាកមែនតើវាចិត្តភ្នំពេលអញ្ចឹងល្ងឹតតែម្ដុំក៏ភ្លៀងដែរឥឡូវយើងចាប់ផ្ដើមជាផ្លូវផុយអស់តែគាត់ចេះតែកាន់កបិតធ្វើ style ហ្នឹងហើយកូនខ្ញុំចង់ណាមិនដាក់បាត់សាច់ដាក់លេបមកទៅពីមើលទៅឥឡូវបេះបានតិចឲ្យកូនវាក្តៅវិញទៅផ្លុំឲ្យត្រជាក់ឲ្យកូនសម្លាញ់ដាក់បន្លែដាក់អីចឹងទៅបងប្អូនព្រោះថាបញ្ញាប់មែនតើមេឃល្ងឹតពេកឥឡូវភ្លៀងចាប់ដើមភ្លៀងទឹកអាវតិចហើយឥឡូវយើងមើលទៅបែបមាន់ហ្នឹងអត់បានអស់ទេមើលទៅបានតែពាក់កណ្ដាលហ្នឹងបានតែបន្តិចហ្នឹងទេភ្លៀងខ្លាំងពេកហើយនេះមើលផ្កាយកើតទៅកូនអើយមើលទៅបាយបងប្អូនប៉ុណ្ណឹងហើយបាទមើលទៅអត់ស្រួលទេសាបាយបងប្អូន